សភាប្រទេសបារាំងបានអនុម័តច្បាប់ថ្មីមួយកាលពីថ្ងៃអង្គារដោយហាមឃាត់កុមារនិងយុវជនអាយុក្រោម15ឆ្នាំមិនឲ្យប្រើប្រាស់បណ្ដាញសង្គមចាប់ពីខែមករាឆ្នាំ2027តទៅវិធានការនេះធ្វើឲ្យបារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុបដែលចាត់វិធានការក្តៅគគុកបែបនេះដើម្បីការពារសុខភាពផ្លូវចិត្តរបស់កុមារយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ច្បាប់នេះតម្រូវឲ្យប្រជាជនបារាំងទាំងអស់ត្រូវផ្ទៀងផ្ទាត់អាយុផ្លូវការដើម្បីចូលប្រើប្រាស់បណ្ដាញសង្គមការអនុវត្តនឹងត្រូវធ្វើឡើងជាពីដំណាក់កាលដោយចាប់ពីខែកញ្ញានេះក្មេងអាយុក្រោម15ឆ្នាំមិនអាចបង្កើតគណនីថ្មីបានទេហើយរហូតដល់ខែមករាឆ្នាំ2027បំរាមនេះនឹងត្រូវគ្របដណ្ដប់លើគណនីចាស់ៗទាំងអស់ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្ដែងការគាំទ្រយ៉ាងខ្លាំងចំពោះច្បាប់នេះទោះជាយ៉ាងណាក៏ដោយទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាមានការព្រួយបារម្ភជាច្រើនអំពីសុវត្ថិភាពទិន្នន័យឯកជនភាពនិងហានិភ័យដែលក្មេងៗអាចលួចបន្លំប្រព័ន្ធផ្ទៀងផ្ទាត់ផ្អែកលើការទាញភ្ជាប់របស់បណ្ដាញព័ត៌មាន BBC បារាំងគឺជាប្រទេសទី2ដែលដាក់បម្រាមនេះបន្ទាប់ពីអូស្ត្រាលីប៉ុន្តែអ្នកជំនាញបានព្រមានថាបម្រាមរបស់អូស្ត្រាលីបានជួបការបរាជ័យផ្នែកបច្ចេកទេសដោយសារក្មេងៗភាគច្រើននៅតែអាចលួចចូលប្រើប្រាស់បានដដែលជាមួយគ្នានេះប្រទេសអង់គ្លេសនិងសហភាពអឺរ៉ុបក៏កំពុងរៀបចំច្បាប់រឹតបន្តឹងបណ្ដាញសង្គមលើកុមារក្នុងពេលឆាប់ៗនេះផងដែរ